bà chùm riệp xuống bộ mai bong ôn ngọt nia bà nâng ấy bong ôn là thằng ấy đi chốt bong ôn pin nè bà mấy plua thế cứ bong ôn pin nè trên ta tây chỗ này cứ mà chốt bò lương đấy cứ ở tây chôn dương nơi hàng của cung spứ để qua chơi lang mà vô đá cứ chốt nít bong ôn tay khơi chỉ nhấc nhau bà để xa ta mà cả lỗ pi inverter bò lương bà quan là cung phải buôn bò đấy cứ dương pra chỉ tu tới cứ sầm rập tiệt chỉ cả sầm tổ sầm rập tu tự co mà phải buôn mau mà cua xa tốt là mô mà đã tu tự co tốt mới tới hay tầng hàm bu tới cứ pra bán này để sao tại chốt đấy pra solar tiền thông đấy pram phải ní pi sạc lạc này chẳng bị ok hay phần thì còn pra kêu riêng thông tích cứ còn ai pra pe ngay đôi chi mà ta bông ta cả lạc sai chẳng tới cứ pra pe ngày bán này chẳng cả lệ mà mưa cùi vào vía cứ bỏ quan đấy cứ pra cùi mà phải buôn bò là bọn bà nè cứ mà rồi bé phi crop bà chẳng vì phải buôn á ở việc to đã bay trình phải buôn mong con này các bà bộ đọ mà chấm thiền các hơn mà chấm thiền tiết rồi cho tu bà thì rồi cho tu nè bà hay dân cặp sai cặp ba cột cặp SA ở qua đây bà loạiนี้យើងកំពុងតែប្រើភ្លើង220ចេញពីរ៉ុននេះបាទអញ្ចឹងនេះគឺដង្ហើអីចឹងទៅបាទសាកដ្រូនអីចឹងទៅសាកធុងបាញ់ថ្នាំអីចឹងណាបងណាបាទអញ្ចឹងខ្ញុំដោតមកប្រើបានហើយបាទនេះវល់ហើយបាទឃើញទេឃើញលុយទេអញ្ចឹងនៅក្នុងនឹងដដែលបងប្អូនថ្ងៃនេះសារមានសម្លេងរំខានជាងនៅខាងក្រៅគាត់ធ្វើការអញ្ចឹងយើងរៀបប្រព័ន្ធការពារហើយដែលបិទលោអាសឲ្យគាត់ចំណាំថាមួយណាទៅណាអញ្ចឹងណាបាទចានេះអាគុយហើយខាងនេះគឺភ្លើងសម្រាប់ចេញបាទហើយនេះគឺសូឡាអញ្ចឹងឥឡូវនេះខ្ញុំតេស្តសូឡាចូលឲ្យបងប្អូនមើលបន្តទៀតអញ្ចឹងកាលណាខ្ញុំកាត់ពីឡើងលើបងប្អូនឈុតនេះគឺបងប្អូនយកសូឡាពីរសន្លឹកហ្នឹងសេរីគ្នាបងប្អូនណាបាទយើងសេរីគ្នាទៅគឺពលវាចូលបានសេរីគ្នាពីរសន្លឹកអញ្ចឹងខ្ញុំកាត់ពីឡើងដល់ពេលបងប្អូនសេរីសូឡាហើយបងប្អូនមកមើលកន្លែងនេះបាទនៅត្រង់នេះនេះបងប្អូននឹងឃើញមានសញ្ញារូបព្រះអាទិត្យមួយហើយបងប្អូនរងចាំបន្តិចនឹងឃើញមានការសញ្ញាសាអញ្ចឹងណាបាទនេះលើចាប់ដើមហើយនេះអញ្ចឹងកាលណាវាចេញសញ្ញាសាវានឹងឃើញលោតកម្មនេះហើយអក្សរ CAG នេះក៏វាដំណើរការដែរបងប្អូនណាបាទនេះបងប្អូននេះឃើញទេអូខេតំណងវាជាប្រហែលជាពុយនេះពេញតាមមើលបងប្អូនបាទពុយនេះប្រហែលជាពេញដោយសារវាថ្មីអញ្ចឹងអត់ឃើញកម្មចូលតែមុនហ្នឹងខ្ញុំតែទៅឃើញកម្មវាចូលអញ្ចឹងបងប្អូនទៅចំណាំថានៅពេលដែលយើងកាច់សូឡាឡើងមានរូបព្រះអាទិត្យនៅតែនេះហើយមានសញ្ញាសាកចូលអញ្ចឹងបើចេះណាបាទអូខេអញ្ចឹងនេះមានតែប៉ុណ្្នឹងទេហើយគាត់មកយកលើយើងបែរមកមើលអានេះ1គីឡូ2ណាបងប្អូនណា inverter វា1200វ៉ាត់បាទហើយយើងបែរមកខាងនេះវិញយើងរៀបប្រព័ន្ធដូចគ្នាទាំងអស់ប៉ុន្តែខុសតែ inverter នេះគឺតែ1គីឡូទេគឺស្មើ1000វ៉ាត់ហើយយើង free Scott ហើយនឹងជើងចាប់ solar ជូនគាត់ដូចខាងនេះដែរបាទប៉ុន្តែអានេះប្រើ solar តែមួយសន្លឹកឯងបងប្អូនហើយអាគុយវាគឺប្រើតែមួយគ្រាប់ឯងហើយមួយគ្រាប់វាប៉ុន្តែមួយគ្រាប់វាស្មើគេខាងនេះ2គ្រាប់ឯសារខាងនេះមួយគ្រាប់ប៉ុន្តែ200អាំពែអញ្ចឹងបងប្អូនណាបាទហើយសួរថាឈុតនេះ1000វ៉ាត់នេះដំណើរការទូទឹកកកតូចល្មមរួចអត់ខ្ញុំអត់ដែរសារដែរប៉ុន្តែទំនងជារួចដោយសារតែអាគុយវា200អាំពែដែរបាទពី10វ៉ាត់200អាំពែអញ្ចឹងណាហើយយើងធ្វើប្រព័ន្ធភ្លើងចេញឲ្យដូចគ្នាទេបាទហើយមានភ្លើងដូចគ្នាអញ្ចឹងណាអញ្ចឹងខ្ញុំដកដូចនេះមុនមកហើយខ្ញុំយកមកដោតអានេះវិញបាទដល់បងមើលទាំងហាមនៅវល់នេះទាំងហាមនៅវល់ធម្មតាបាទហើយបន្ទាប់ពីហ្នឹងយើងសិតដូចគ្នាបងប្អូនយើងរៀបឲ្យដូចគ្នាហ្មងបាទអញ្ចឹងយើងហៅកូនបងប្អូនឬសាអញ្ចឹងដូចគ្នាអញ្ចឹងអានេះបងប្អូនមើល label គេបិទថាអាគុយនេះភ្លើងចេញបាទអានេះកំណត់ការប្រើប្រាស់ឬក៏យើងអាចមើលអំពីបានបាទតែយើងប្រើលើសវាលោតដែរយើងអាចកំណត់វាតិចតួចតែអានេះដូចជាបាន3អាំពែអញ្ចឹងទៅយើងកំណត់3អាំពែទៅដោយសារតែ inverter ហ្នឹងវាតូចដែរអញ្ចឹងណាអានេះ solar ចូលដូចគ្នាបងប្អូនណាដូចគ្នាបាទអញ្ចឹងបកអេក្រង់បងប្អូនមើលតិចទៅវារៀងមើលឃើញច្បាស់បាទឃើញទេបាទនេះបងប្អូនឃើញទេបាទអញ្ចឹងវាដំណើរការឲ្យបងប្អូនណាបាទអញ្ចឹងអា program ផ្សេងនេះបងប្អូនបាច់ចុចក៏បានបើយើងចង់ចុចមើលព័ត៌មានវាបងណាបាទវានឹងប្រាប់យើងថាស្អីខ្លះអញ្ចឹងណាអាគុយមានបានអញ្ចឹងទៅយល់អស់យើងមិនបាច់ប៉ះពាល់វាទេបងប្អូនដោយសារតែយើងនេះហើយណាបងប្អូនណាបាទយើងរៀបហើយអស់ហើយអូខេអញ្ចឹងឈុត
ពីអ្នកបងប្អូននេះទៅចេញទៅអតិជនផ្សេងគ្នាខាងនេះគឺទៅអតិជនជាប្រសង់លោកយកទៅសាកកុំព្យូទ័រឬក៏ឧបករណ៍ print របស់ព្រះអង្គដើម្បីព្រះអង្គយកឯកសារមកបរៀនសិស្សបាទអញ្ចឹងនេះគឺទៅខាងប្រសង់ហើយខាងនេះគឺខាងប្រសក់បាទមានន័យថាសាមញ្ញធម្មតាគាត់នៅកំពង់ស្ពឺហើយឆ្ងាយដែរបាទប្រាប់យើងថាហួសខែទៅឆ្ងាយឥឡូវគាត់កំពុងជិះម៉ូតូមកយកហ្នឹងហើយតូចតូចស្អាតស្អាតមានច្រើនបងប្អូនអាពួកតូចតូចនេះមានដល់1គីឡូ3បងប្អូនណា1គីឡូ2 1គីឡូ3ហើយមាន2គីឡូ3មាន3គីឡូជាង4គីឡូជាងបាទប៉ុន្តែប្រព័ន្ធតូចតូចចេះយើងស្រួលប្រើហើយតម្លៃធូរឯងបងប្អូនខ្ញុំអាចបង្ហើបបន្តិចជូនបងប្អូនបានណាអានេះរៀបប្រព័ន្ធឲ្យស្អាតចេះមានអីចឹងនេះបងប្អូនមើលខ្សែវាគេសកួរទៅឲ្យនេះមកហើយទាំងអស់បងប្អូនគ្រាន់តែដឹកយកទៅចាប់ជើងហើយជើងវានៅក្នុងនេះមានទៀតណាក្នុងប្រអប់នេះខ្ញុំធ្វើផ្ញើកែងឲ្យហើយដើម្បីចាប់មករួចអានេះតម្លៃ500ជាងអានេះបងប្អូនណាអានេះ500ជាងមកខាងនេះវិញប្រព័ន្ធនេះ24វ៉ុលពីបន្តែវាធំជាងហើយវាប្រើសូឡាច្រើនជាងដោយសារវាប្រើ2ស្លឹកអាគុយវាក៏24វ៉ុលដែរហើយប្រព័ន្ធដូចគ្នាទូដូចគ្នាទាំងអស់ដូចគ្នាទេគឺតម្លៃវា900ជាងអានេះ900ជាងអានេះ500ជាងបងប្អូនពិចារណាលេងទៅមិនបាច់ចាំទិញអីយកទៅឆ្នៃទេទិញ inverter ផ្សេងទិញប្រដាប់សាកផ្សេងទិញ solar ផ្សេងហើយមកចាប់រៀបទូរៀបអីអញ្ចឹងដែលឡែកផ្សេងទៀតខ្ញុំគិតថាបងប្អូនប្រហែលជាឈឺក្បាលវិលមុខជាមួយវាច្រើនណាប៉ុន្តែបើបងប្អូនមកយកអញ្ចេះណាគេរៀបឲ្យអស់បាទគាត់ទៅដល់យើងលើកតា solar ដាក់លើដបូលដោតខ្សែបាទដោតខ្សែវាមានដូចញីឈ្មោលវាដូចអញ្ចឹងណាបងប្អូនណាបាទនេះឃើញកន្លែងនេះខ្ញុំតេស្តឲ្យភ្ញៀវឯងមានខ្សែបូកដកវាដូចញីឈ្មោលបងប្អូនដតវាឲ្យត្រូវតាមរុនតាមស្នាប់ទៅដើរហើយអញ្ចឹងបងប្អូនអត់ចាំបាច់រវល់ទៅទិញ D-Songter ទៅទិញប្រអប់ D-Songter ទៅទិញជើង D-Songter ទៅទិញអានេះហើយយកមកកាត់មកចោះទិញទូភ្លើងនេះមិនថោកទេបងប្អូនណា$120ខ្ញុំទិញហ្នឹងហើយហើយខ្ញុំទិញកន្លែងថ្លៃតែមើលបាទហើយដូចគ្នាបងប្អូនមិនបាច់ចាំឈឺក្បាលវិនមុខទេទិញ inverter ផ្សេងហើយទិញនៅក្រុមហ៊ុនធានាជូនបងប្អូនទៀតមានបញ្ហាអីយើងដោះស្រាយជូនយើងជួសជុលជូនដោយអត់គិតថ្លៃទេនៅក្នុងកំឡុងពេលនៃការប្រើប្រាស់ដែលមានការធានាអញ្ចឹងណាបងប្អូនណាយើងលើកលែងមួយចុះបងប្អូនអ្នកណាក៏គេអត់ធានាដែរគឺបាតុភូតគ្រោះធម្មជាតិឬក៏យើងហៅផ្ទះហៅអីហ្នឹងហើយបាទអញ្ចឹងរឿងហ្នឹងមានតែប៉ុណ្្នឹងទេគឺបងប្អូនជាវចេញពីខាងយើងខ្ញុំទៅគឺជាវដោយទំនុកចិត្តបងប្អូនកុំបារម្ភណាបងប្អូនណាគេមិនមែនបើកកន្លែងលក់ដូររ៉ូស៊ីហើយគេគ្មានជាងជួសជុលឲ្យយើងទេបងប្អូនជួសជុលឲ្យបងប្អូនដល់អត់គិតថ្លៃបាទករណីមួយថ្ងៃមុនហ្នឹងគឺនៅខាងប៉ោយប៉ែតបងប្អូនណាយកទៅយើងដឹកជញ្ជូនរលាក់ទៅគាត់យកទៅប្រើប្រាស់ស្រាប់តែវាលាកជើងវាផ្ទុះនៅក្នុងម៉ាស៊ីនណាផាច់យើងយកមកដោះស្រាយជូនគាត់មកស្អាតហើយយើងតេស្តហើយយើងផ្ញើទៅវិញគាត់អត់មានអស់លុយ1រៀលទេបងប្អូនបាទគាត់អស់តែថ្លៃផ្ញើពីនោះមកឯងផ្ញើប្រប៉ោយប៉ែតមកឯងយើងផ្ញើទៅវិញយើងអត់បានយកលុយគាត់ទេណាបងប្អូនណាអត់បានលុយគាត់ទេណាសូម្បីថ្លៃផ្ញើ10000រៀលខ្មែរយើងក៏អត់បានយកដែរគឺយើងជូនទៅគាត់វិញឥឡូវគាត់យកទៅប្រើប្រាស់កើតវិញណាកុំបារម្ភណាបងប្អូនណាបាទកុំបារម្ភបាទអញ្ចឹងបងប្អូនទិញពីខាង K-Tech Solar ទៅគឺយើងមានទំនុកចិត្តបងប្អូនមានទំនុកចិត្តបងប្អូនយកទៅប្រើប្រាស់ដោយអត់បារម្ភតាមពិតបងប្អូនប្រហែលជាឃើញវីដេអូពួកយើងហើយច្រើនហើយគឺយើងដើរទៅឡើងឲ្យអតិថិជនដល់ទីតាំងច្រើនមែនតើតាំងសេវាsolar បូមទឹក solar ប្រើភ្លើង solar សម្រាប់រោងចក្រសិប្បកម្មធំតូចធំគ្រប់ប្រភេទបាទ solar សម្រាប់ផ្ទះជាកម្មអង្គតែនការពាររន្ទះយើងតឡើងបែបបច្ចេកទេសត្រឹមត្រូវយើងវាស់អូមវាស់ម៉ាស់បាទត្រឹមត្រូវយើងរៀបចំបកគោលដែលមានដែកក្រាស់ត្រឹមត្រូវដើម្បីធានាការប្រើប្រាស់រាប់ឆ្នាំបាទអញ្ចឹងបងប្អូនបានឃើញហើយនេះគឺជាឈុតតូចបាទដែលយើងតឡើងមកតាមពិតយើងមិនសូវជាសើបានតឡើងទេបងប្អូនណាខែប្រាំងយើងដើរជាប់រហូតហ្នឹងយើងចុះទៅការឋានចុះទៅទីតាំងអតិថិជនរហូតហ្នឹងអញ្ចឹងវាធ្វើម៉េចបានធ្វើឲ្យបងប្អូនតន់អញ្ចឹងពេលខ្លះម្លងទៅក៏គាត់ទៅធ្វើនៅកន្លែងផ្សេងទៅប៉ុន្តែឥឡូវមួយរយៈនេះខែភ្លៀងបងប្អូនយើងមានពេលគ្រប់គ្រាន់សម្រាប់តឡើងជូនបងប្អូនក្នុងកម្រិតប៉ុណ្ណឹងបងប្អូនណាបាទអញ្ចឹងអូខេមានប៉ុណ្ណឹងទេបងប្អូនបាទអញ្ចឹងអរគុណបងប្អូនច្រើនដែលគ្រប់គ្រង K-Tech Solar កន្លងមកបាទកុំតែបានបងប្អូនគ្រប់គ្រងទេ
ហើយបងប្អូនគ្រប់ត្រូលទៀតសោតក៏ដោយសារតែគុណភាពរបស់យើងឆ្លើយតបដែរយើងនិយាយអស់ណាបាទដូចជាម្សិលមិញបងប្អូនបានឃើញវីដេអូមួយគឺភ្ញៀវគាត់មកយកដល់ទីតាំងហើយភ្ញៀវចាស់គាត់ទិញ3សេសយើងមកសាហើយយកទៅប្រើខ្លួនឯងលើមិត្តភ័ក្តិអ៊ំគាត់ត្រូវការគាត់មកទិញឲ្យទៀតបាទគាត់មកយកទៀតគាត់ថាមកយកឡើងហ្នឹងទៅបាទមួយគាត់រៀបស្អាតអីចឹងណាមានរបស់ល្អមានអីឲ្យយើងបាទហើយមានការបរៀនមានអីឲ្យគាត់មកយក2ដងឯលើក្រោយយើងបញ្យល់គាត់ទិញទួចគាត់យកទៅធ្វើការពីមុនដល់យើងផ្ញើវីដេអូផ្ញើអីទៅលើអត់ទេបាទគាត់អាចធ្វើបានដែរព្រោះគាត់ប្រើរបស់គាត់មកឈុតអីបាទនេះបងប្អូននេះសំបីតែកន្លែងយើងណាបាទនេះកន្លែងពិសោធន៍យើងកន្លែងជាងតឡើងយើងណាក៏ប្រើសូឡាដែរនៅនេះខ្ញុំប្រើ3គីឡូបាទ inverter វាហើយយើងប្រើថ្មលីជូមឡើងក្រោមហ្នឹងតា5គីឡូឯងហើយនេះអាចរត់ម៉ាស៊ីនត្រជាក់យើងបើកកម្រិត eco ទល់ភ្លឺបងប្អូនបាទអត់ទេទល់ភ្លឺបាទអត់ទេបាទទល់ភ្លឺបាទហ្នឹងហើយកន្លែងជាងយើងបាទនៅពេញគឺនៅខាងកប់ស្រូវបងប្អូនណាបាទផ្ទះលេខ L29 ផ្លូវលេខ11ស្ថិតនៅក្នុងបូរីចេនណាបងប្អូនណាបាទអញ្ចឹងបងប្អូនអញ្ជើញមកបាទជួបប្រឹក្សាបាទណាត់មុនមកណាបាទយើងដើរច្រើនអត់សិននៅកន្លែងទេបងប្អូនបាទតើបងប្អូនទេណាត់ថាស្អែកខ្ញុំខាងស្អែកខ្ញុំចង់មកឡើងភាសាគ្នាតឡើងនេះតឡើងនោះបងប្អូនទេប្រាប់មុនមកពួកខ្ញុំឡើងទៅណាបងប្អូនណាបាទខ្ញុំទុកការងារឲ្យកូនចៅធ្វើទៅខ្ញុំឡើងទៅខ្ញុំឡើងមកជួបបងប្អូនដើម្បីភាសាការងារអរគុណច្រើនអរគុណជម្រាបលាអរគុណបាទ